សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចនៅយប់ថ្ងៃទី8ខែធ្នូឆ្នាំ2025នេះថាថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្ដាញសារព័ត៌មាននិងនៅតាមវេទិកាអន្តរជាតិជាប្រចាំថាប្រទេសថៃជាប្រទេសស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិហេតុដូច្នេះគឺជាការភ្ញាក់ផ្អើលមួយនៅពេលដែលឃើញព័ត៌មានចុះផ្សាយនៅថ្ងៃទី8ធ្នូ2025ថាកងទ័ពភូមិភាគទី1របស់ថៃបានប្រកាសថានឹងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនអធិបតេយ្យរបស់ថៃមកវិញរួមទាំងការបាញ់កាំភ្លើងផ្លោងនិងចល័តកម្លាំងយោធាចូលក្នុងភូមិព្រៃច័ន្ទភូមិជោគជ័យនិងគោលដៅមួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យបើថៃពិតជាស្រឡាញ់សន្តិភាពនិងស្រឡាញ់ទឹកដីដូចកម្ពុជាគួររាជរដ្ឋាភិបាលនិងកងទ័ពថៃប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធីដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នានិងបានកំពុងអនុវត្តជាមួយគ្នាបើថៃពិតជាគោរពច្បាប់អន្តរជាតិមែនគឺមិនត្រូវប្រើប្រាស់កម្លាំងយោធាធ្វើការវាយប្រហារមកលើភូមិប្រជាជនស៊ីវិលទេក្រោមហេតុផលដណ្ដើមយកដែនអធិបតេយ្យរបស់ខ្លួនមកវិញនោះទេកម្ពុជាបានប្រកាន់ខ្ជាប់ជាប្រចាំនៅគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងប៉ុន្តែក៏មិនអនុញ្ញាតឲ្យប្រទេសណារំលោភលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនដែរខ្ញុំក៏បានលើកថ្នាក់ដឹកនាំថៃប្រកាសដូចគ្នាមូលហេតុនេះហើយបានជាប្រទេសទាំងពីរបានបង្កើតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃ JBC ដែលបានដំណើរការជាង20ឆ្នាំដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងជាពិសេសកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1908ដល់ឆ្នាំ1909និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1919ដល់ឆ្នាំ1920ថ្មីនេះស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃ JBC ភាគីកម្ពុជានិងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅខ្សែបន្ទាត់ព្រំដែនចន្លោះព្រំដែនលេខ42ដល់47នៅខេត្តបន្ទាយមានជ័យនិងលេខ52ដល់59នៅខេត្តបាត់ដំបងការងារនេះបានប្រព្រឹត្តទៅដោយរលូនដែលមានភាពសហការគ្នាល្អរវាងក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរជាលទ្ធផលការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ52ដល់59នៅខេត្តបាត់ដំបងបានដំណើរការស្ទើរតែចប់100%និងនៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42ដល់47ក៏បានកំពុងដំណើរការទៅដោយរលូនតាមលក្ខណៈបច្ចេកទេសនិងស្របតាមសន្ធិសញ្ញាអនុសញ្ញាកិច្ចព្រមព្រៀងនានាជាធរមាននិងឯកសារគតិយុត្តដែលបន្សល់ទុកពីអតីតកាលដែលភាគីទាំងពីរបានឯកភាពគ្នាហើយដូច្នេះនៅពេលដែលកងទ័ពយុទ្ធភូមិភាគទី1ថៃបានប្រកាសថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនៅតំបន់ក្នុងព្រំប្រទល់ខេត្តបន្ទាយមានជ័យកម្ពុជានិងខេត្តស្រះកែវប្រទេសថៃដែលរួមទាំងកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42ដល់47ផងនោះគឺផ្ទុយទៅនឹងស្មារតីនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការវាស់វែងនិងបោះបង្គោលព្រំដែនស្របតាមច្បាប់អន្តរជាតិខ្ញុំសង្ឃឹមថាភាគីថៃដែលតែងតែប្រកាសថាជាប្រទេសស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិនិងបន្តប្រើប្រាស់មធ្យោបាយសន្តិវិធីស្របតាមគោលការណ៍ច្បាប់ក្នុងការធ្វើការវាស់វែងនិងបោះបង្គោលព្រំដែនដើម្បីកំណត់ដែនអធិបតេយ្យភាពរបស់ប្រទេសនីមួយៗនេះជាវិធីសាស្ត្រងាយបំផុតតម្លាភាពបំផុតនិងយុត្តិធម៌បំផុតព្រោះកម្ពុជាគ្មានបំណងរំលោភលើដែនអធិបតេយ្យភាពស្របច្បាប់របស់ប្រទេសជិតខាងទេការវាស់វែងបានលទ្ធផលយ៉ាងណាកម្ពុជានឹងគោរពតាមខ្ញុំសង្ឃឹមថាប្រទេសថៃនឹងមានភាពស្មោះត្រង់ក្នុងការទទួលយកលទ្ធផលដូចគ្នា